សូមជម្រាបសួរបងប្អូននេះគឺមាន Toyota Prius ឆ្នាំ04បាទគាត់មានបញ្ហាចុច display បើឆ្លងម៉ាស៊ីនជែកហើយនឹង display ចុច display បើចុច display លន់ទីរហូតតគាត់ដក full zip ចេញណាវាគាត់អត់ចុចក៏វាជាប់ដែរជាប់ display នឹងហើយតដក full zip ចេញចំណែកកន្លែងដក full zip ចេញហើយពេលដែល display គឺម៉ាស៊ីនជែកវាដើរពេលចុច display ទៅម៉ាស៊ីនជែកចុចបិទចុចបើហ្នឹងណាហើយសេរីប៊ូតុងនៅលើនេះគឺអត់ដើរភាពអត់ដើរហ្នឹងហើយតើមកសេរីលើនេះដើរមកសេរីកន្លែងលើ screen វាដើរធម្មតាអញ្ចឹងមានន័យថាគឺប៊ូតុង display ឆ្លងគ្នាជាមួយនឹងប៊ូតុងម៉ាស៊ីនជែកអញ្ចឹងដោយសារនេះខ្ញុំធ្លាប់ធ្វើពីមុនដែរប៉ុន្តែវាយូរឆ្នាំហើយអញ្ចឹងយើងភ្លេចអញ្ចឹងខ្ញុំក៏បាទធ្វើតេស្តនៅលើនឹងហើយក៏សម្រេចចិត្តទៅមើលកម្មវិធីជួសជុលអានបុកឆ្លងភ្លើងអញ្ចឹងតោះទៅមើលសមាភ្លើងគឺចូលតាមកម្មវិធី Orman 5 បាទជ្រើសឆ្នាំឡានឆ្នាំ05ហើយយើងយកមក Toyota model Prius យក repair បាទហើយយើងយក wiring diagram ហ្នឹងចូល system ហើយដំបូងឡើយយើងចូល horn សិនចូល light display អញ្ចឹងចូល display ហ្នឹងហើយបាទ print screen វាទុកបាទ print screen វាទុកទៅបើកនៅក្នុង pen ខ្ញុំធ្វើចឹងដើម្បីអីគឺដើម្បីផ្ទៀងផ្ទាត់មើលកន្លែងដែលវាឆ្លងគ្នាបាទអញ្ចឹងខ្ញុំធ្វើអញ្ចឹងសិនមកហើយមួយទៀតខ្ញុំចូលទៅ Orman 5 វិញគឺខ្ញុំចូលទៅកន្លែងប៊ូតុងរបស់កន្លែង circuit របស់ម៉ាស៊ីនជែកបាទចូលកន្លែង circuit ម៉ាស៊ីនជែកនេះអញ្ចឹងវានៅក្នុង page បាទ page ទី1នេះយើងរកមើលអត់ឃើញឡាយប៊ូតុងទេអញ្ចឹងយើងចូលមកយើងមើលទៅកន្លែង page ទី2បាទអត់ឃើញទេបាទអត់មានឃើញទេកន្លែងសម៉ូទ័រទាំងអស់អញ្ចឹងចូលមក page ទី2នេះធំពេកចូលមក page ទី2គឺនៅខាងក្រោមនេះបាទនោះមកដុំវាហ្នឹងបាទហ្នឹងកន្លែងដែលឆ្លងនៅខាងឆ្វេងហ្នឹងនេះបាទហ្នឹងកន្លែងឆ្លងគឺនៅម្ដុំហ្នឹងអញ្ចឹង print screen មួយទៀតបាទយើងមើលហើយមើលអស់សិនបាទហើយយើង print screen បាទprint screen នេះដាក់វាមកចិត្តនឹងបាទហើយយើងផ្ទៀងមូលហេតុអីបានចុច display ទៅវាទៅ load បិទបើកម៉ាស៊ីនជែកហើយ display ជាប់រហូតគឺដោយសារកន្លែងនេះបាទគឺវានៅដោយសារតែខ្សែម៉ាស់របស់វាហ្នឹងគឺវានៅក្នុងបណ្ដុំគេហៅថាឈ្នាប់ខ្សែភ្លើងហ្នឹងជាមួយគ្នាអញ្ចឹងពេលដែលឡានហ្នឹងបើកម៉ាស៊ីនជែកទៅទឹករបស់វាបាទទឹករបស់វាសើមហ្នឹងវាទៅប៉ះមួយខ្សែវាហូរទឹកស្នឹមហ្នឹងទៅវាធ្វើឲ្យភ្ជាប់ឲ្យវាឆ្លងជាប់នេះអញ្ចឹងដល់ពេលម៉ាស៊ីនជែកដែលយើងចុចបើកហ្នឹងកងតាក់ហ្នឹងវាភ្ជាប់រហូតវាទៅប៉ះជាមួយនឹងកងតាក់បាទបោះ display វាធ្វើឲ្យលឺ display ទីរហូតអញ្ចឹងណាបាទអញ្ចឹងយើងនិយាយឃើញហើយនោះគឺ B16 បាទគឺខ្សែ B16 ពណ៌ទឹកក្រូចខ្សែ B16 ពណ៌ទឹកក្រូចវាទៅបាទវាទៅឆ្លងគ្នាជាមួយនឹងនោះ B14 B15 ខាងប៊ូតុងម៉ាស៊ីនជែកអញ្ចឹងដោយសារតែវាឆ្លងគ្នាអញ្ចឹងហើយទើបបណ្ដាលឲ្យវាពេលយើងចុច display ទៅបិទបើកម៉ាស៊ីនជែកឲ្យម៉ាស៊ីនជែកបិទបើកទៅវាទៅលាន់សលេង display អញ្ចឹងតោះយើងទៅមើលកន្លែងព្រោះសុំ10ណាគ្នានឹកគាត់ហើយបងគាត់ខាតមករកស៊ីគាត់display មើលសោះអូនអូខេដើរវិញ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Đào nhá. Dạ. Đào đi.